នេះគឺជាមិត្តភ័ក្តិវិទ្យាល័យរបស់ខ្ញុំកាលនៅរៀនឥឡូវគេខ្លាចជាគ្រូពេទ្យដែរណាគេមានប្តីហើយក៏មានកូនមួយដែរតែចំណែកខ្ញុំណាគឺដើរទាត់ខ្យល់ចាចឹងនិយាយចឹងមិនតិចទេណា3គ្នាជាង10ឆ្នាំហើយគេមកលេងកាលនោះខ្ញុំចាំបានថាពួកខ្ញុំរៀនថ្នាក់ទី10ថ្នាក់មូលដ្ឋានអញ្ចឹងដល់ពេលដែលចូលថ្នាក់ទី11 12ឡង2014 15ហ្នឹងពួកខ្ញុំក៏ត្រូវបានបែកគ្នាអត់បែកតាណាទេគាត់ថាបែកថ្នាក់គ្នាអញ្ចឹងណាមិត្តភក្តិខ្ញុំនេះរៀនថ្នាក់សង្គមហើយខ្ញុំក៏រៀនថ្នាក់វិទ្យាសាស្ត្រពិតហើយសម្រាប់ការរាប់អានរបស់ខ្ញុំមិនថាជាមិត្តភក្តិចាស់ឬក៏មិត្តភក្តិថ្មីទេឲ្យតែគេរាប់ខ្ញុំគឺខ្ញុំរាប់គេដូចគ្នាមនុស្សខ្ញុំមិនដែលចេះគិតថាអ្នកមានអ្នកក្រទេព្រោះថាខ្ញុំនឹងគឺជាកូនអ្នកក្រដែរចាកូនអ្នកខ្សែគេចូលខំគេនិយាយខ្សែអញ្ចឹងណាខ្ញុំមិនការជ្រិញរឹករឿងខ្លួនឯងជាខ្លាំងចាចេះនិយាយធម្មតាណាព្រោះវាមិនចេះដូចគេយើងមានតែប៉ុណ្្នឹងទេចាតចរិតនឹងការនិយាយស្ដីពីធម្មជាតិរបស់ខ្ញុំគឺអញ្ចឹងអត់ចេះកាច់កង់ច្រើនទេតែឥឡូវយើងចូលសាច់រឿងរបស់យើងវិញខ្ញុំនេះខំឲ្យនាំគេទៅចូលហាងហូប buffet អីចឹងណាប៉ុន្តែជាចុងក្រោយមានណាគឺទៅនឹង3នាក់ដល់ពេលហូបតែ2នាក់សាច់រឿងហ្នឹងគឺថាមិត្តភក្តិខ្ញុំដែលជាអ្នកគ្រូពេទ្យហ្នឹងណាគេទៅលួងបងគេចាមនុស្សចាស់ងាយទេបងប្អូនហើយងោខ្ទីតដូចទូកងោអញ្ចឹងនិយាយមិនត្រូវចិត្តគឺថាហើយគឺអត់ខ្វល់ពីអ្នកណាសោះតែម្ដងចង់អ្នកណាឃ្លានអីឃ្លានទៅសំខាន់គឺមនុស្សចាស់ចេះងោហើយខ្ញុំនេះមានការណាត់មិត្តភក្តិខ្ញុំខ្លាំងមែនតើក៏សម្រេចថាវីដេអូនេះថតទុកអួតមិត្តភក្តិខ្ញុំតែម្ដងទៅយើងជាមិត្តភក្តិនឹងវាស្រួលដែរយើងមិនចេះទៅខឹងឬទៅឆ្លោះទៅជេរស្ដីអីគាត់ទេតែគាត់ទៅអីក៏ទៅហើយយើងបានត្រឹមតែថតអួតតែប៉ុណ្្នឹងឯងចាអញមកក្បាលបូមហ្នឹងលើវីដេអូនេះក៏មានតែប៉ុណ្្នឹងអរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយ